អាញាធរជាតិអប្សរាធ្វើសម្រងបង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្តក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្មនៃអាញាធរជាតិអប្សរាធ្វើការងារសម្រងប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី1ជុំវិញប្រាសាទអង្គរវត្តដើម្បីសិក្សានៅចំណុចហានិភ័យនៃរចនាសម្ព័ន្ធបង្កាន់ដៃនាគមុននឹងឈានទៅដល់ការជួសជុលឲ្យមានការរឹងមាំឡើងវិញលោកសយសុភារិនមន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្មឲ្យដឹងថាការធ្វើសម្រងបង្កាន់ដៃនាគនៅខឿនជាន់ទី1នេះមានប្រវែងសរុប950ម៉ែត្រការបំពេញការងាររយៈពេល12ខែមកនេះសម្រាប់លទ្ធផលបានប្រវែងជាង450ម៉ែត្រកិច្ចការសម្រងនេះមានសារៈសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ព័ន្ធសំណង់បង្កាន់ដៃនាគចំណុចដែលមានហានិភ័យខ្ពស់ចំណុចធ្លាប់ជួសជុលសម័យមុនជាដើមជាលទ្ធផលនៃការសិក្សាឃើញថាបង្កាន់ដៃនាគនឹងខឿនជាន់ទី1ជុំវិញប្រាសាទអង្គរវត្តមានចំណុចមួយចំនួនទទួលរងនៅហានិភ័យខ្ពស់ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹងនឹងខឿនស្រុតជាដើមដោយសារតែកត្តាអាយុកាលនៃសំណង់កត្តាធម្មជាតិនិងទឹកហូរច្រោះនិងសត្វល្អិតជាដើមបន្ទាប់ពីធ្វើសម្រងប្លង់រួចរាល់អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀតអ្នកជំនាញរូបនេះបញ្ជាក់ថាកាលពីអំឡុងឆ្នាំ2022-2023អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងបង្កាន់ដៃនាគនិងខឿនចន្ទើនៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្តបានជោគជ័យរួចរាល់មកហើយ